បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំបានជូនអ៊ំស្រីមកធ្វើបន់បាទគាត់កំងបញ្ចុកសម្លកូរីយកមកប្រគេនព្រះសង្ឃនៅវត្តល្អក្នុងខេត្តសៀមរាបបាទព្រោះជាថ្ងៃរំខួប10ឆ្នាំរបស់ប្តីគាត់ចឹងអ៊ំស្រីគាត់រាល់ឆ្នាំឲ្យខ្ញុំជូនយកចង្ហាន់មកប្រគេនព្រះសង្ឃចឹងគាត់ជូនដល់ព្រះសង្ឃឲ្យបានទៅដល់ដីរបស់គាត់និងនីតិកាលទាំងពីរសន្តានរបស់គាត់ក៏បានស្ដាប់សង្ឃឲ្យពោមកពោបាទហើយនឹងបានកាច់ធូបថ្វាយបង្គំព្រះហើយក៏ត្រឡប់មកផ្ទះវិញបានទេយំតាពេលលោកកម្មមកទេតាតាជីវន្តាហារហេតអង្គញ៉ាំពោតណាំតាពេលមកផ្លិតមេតេតាសា